ក្បួននិយាយទាំង30វិធីដែលអ្នកចាំបាច់ត្រូវតែមានកាលដែលយើងចង់ឲ្យនរណាម្នាក់ធ្វើអ្វីមួយតាមអ្វីដែលយើងចង់បាននោះមិនមែនជារឿងងាយទេតែវាក៏មិនលំបាករហូតយើងមិនអាចធ្វើវាបានដែរប្រការដំបូងដែលយើងត្រូវសិក្សាវិធីអូសទាញចិត្តគេដើម្បីឲ្យយើងអាចឈ្នះចិត្តគេបានបើយើងធ្វើបានពិតមែនរឿងដែលយើងត្រូវការពីគេនោះវាលែងជារឿងលំបាកទៀតហើយតិចនិចនិងវិធីខាងក្រោមនេះនឹងជួយឲ្យអ្នកជោគជ័យបានសូមឲ្យតែលោកអ្នកអនុវត្តតាមចុះវិធីទាំងនោះរួមមាន1ត្រូវមានឥរិយាបថដ៏គួរឲ្យទាក់ទាញល្អឥរិយាបថអាចរាប់ថាជារឿងសំខាន់ទី1ក៏ថាបានព្រោះការដែលយើងអាចនឹងធ្វើឲ្យនរណាជឿជាក់លើខ្លួនយើងបាននោះរឿងដំបូងដែលគេមើលយើងគឺឥរិយាបថនេះឯងឧទាហរណ៍បើយើងទៅដាក់ពាក្យស្វែងរកការងារប្រកបដោយឥរិយាបថដ៏ល្អនោះយើងក៏អាចនឹងបានពិន្ទុឈានមកគេមនុស្សយើងកើតមកមានភាពខុសៗគ្នាដោយធម្មជាតិឥរិយាបថក៏ខុសគ្នាដែរតែបើនរណាមានឥរិយាបថគួរឲ្យទាក់ទាញពីធម្មជាតិវាជាសំណាងល្អណាស់ប៉ុន្តែបើមិនមានទេយើងគួរតែរកវិធីសម្របសម្រួលបង្កើតវាឲ្យបានវាមិនមានអ្វីលំបាកពេកនោះទេបើមានការព្យាយាមព្រោះការមានឥរិយាបថល្អនឹងធ្វើឲ្យយើងធ្វើអ្វីស្រួលឡើងជាពិសេសអាចយកឈ្នះចិត្តអ្នកដទៃបានអ្នកធ្លាប់សង្កេតឬទេថាមេដឹកនាំរបស់ប្រទេសធំឥរិយាបថរបស់គេមើលទៅគឺគួរឲ្យតាក់ទាញទាំងអស់តែម្ដងទី2ត្រូវមានទឹកចិត្តទូលាយមនុស្សដែលឃើញតែប្រយោជន៍ផ្ទាល់ខ្លួននិងច្រណែននិន្ទាអ្នកដទៃនោះមានពាសពេញក្នុងសង្គមរឿងទាំងនេះដូចដំបៅដែលរលួយពិបាកព្យាបាលមែនទែនក៏ប៉ុន្តែបើអ្នកមិនចង់ប៉ះពាល់ដំបៅរលួយអ្នកត្រូវកម្ចាត់ភាពដែលមានអារម្មណ៍ដូចនេះចេញពីចិត្តឲ្យអស់វិធីកម្ចាត់វាងាយណាស់បើមាននរណាដែលអ្នកស្គាល់គេជាមនុស្សជោគជ័យក្នុងជីវិតឬមានរឿងល្អៗកើតឡើងក្នុងជីវិតគេអ្នកគួរតែរៀនសម្ដែងចេញនៅភាពសាទរចំពោះគេឲ្យអស់ពីបេះដូងពិតៗពេលគេបានឃើញភាពប្រកបប្រជារបស់អ្នកដែលបង្ហាញចេញមកនោះនឹងបានជាកម្លាំងជំរុញឲ្យគេចង់ជួយអ្នកធ្វើរឿងល្អៗដើម្បីឈានទៅរកភាពជោគជ័យសូមធានាថាគេនឹងជំរុញអ្នកឲ្យដើរទៅក្នុងទិសដៅជាមួយគេហើយអ្នកនឹងល្អដូចគេមិនខានទី3ត្រូវមានភាពញញឹមផ្ដល់ឲ្យគេគ្រប់យ៉ាងនឹងល្អឯងភាពញញឹមរបស់មនុស្សយើងជារឿងស្រស់ស្អាតនិងទាក់ទាញណាស់អ្នកណាក៏ដោយពេលឃើញភាពញញឹមនិងជំពាក់ភ្នែកព្រមទាំងកើតមានអារម្មណ៍ស្រឡាញ់ចូលចិត្តទៀតផងប៉ុន្តែនោះសំដៅដល់ភាពញញឹមដែលចេញមកពីខាងក្នុងពិតៗមិនមែនញញឹមដើម្បីសាងភាពមានអារម្មណ៍ឬញញឹមคล้ายៗនោះទេការញញឹមយ៉ាងចិញ្ចែងចិញ្ចាចជាការញញឹមដែលមានកម្លាំងបំផុសសម្រាប់ទាក់ទាញមនុស្សដែលមានភាពញញឹមជាប់ស្អិតនៅលើផ្ទៃមុខជានិច្ចបង្ហាញឲ្យឃើញពីចិត្តខាងក្នុងថាគេជាមនុស្សនឹកគិតតែរឿងល្អៗប៉ុណ្ណោះតាមការសិក្សាបានបង្ហាញថាគ្រប់ទីកន្លែងគឺមិនមានអ្នកណាបដិសេធភាពញញឹមដែលជារឿងដ៏ស្រស់ស្អាតនោះទេបើគ្មាននរណាបដិសេធនោះទេដល់ពេលហើយដែលអ្នកត្រូវប្រើភាពញញឹមរបស់អ្នកដើម្បីធ្វើឲ្យអ្នកដទៃជឿជាក់លើអ្នកបានទី4ត្រូវចេះលើកសរសើរអ្នកដទៃពាក្យសរសើរមានឥទ្ធិពលចំពោះអារម្មណ៍មនុស្សខ្លាំងណាស់នៅពេលដែលមនុស្សយើងគ្រប់គ្នាបានឮវាហើយយ៉ាងតិចណាស់ក៏គេគិតចំពោះខ្លួនឯងថាខ្លួនមានតម្លៃបន្តិចដែរជាពិសេសការលើកសរសើរដែលចេញមកពីចិត្តពិតៗរបស់អ្នកនិយាយនោះតែម្ដងបើអ្នកចេះវិធីលើកសរសើរអ្នកដទៃអ្នកនឹងបានទទួលអារម្មណ៍ល្អៗចេញពីគេវិញយ៉ាងពិតប្រាកដដូច្នេះបើយើងចង់ឲ្យអ្នកដទៃមកលើកសរសើរយើងខ្លះយើងក៏គួរតែលើកសរសើរគេមុនហើយរឿងដែលយើងចង់បាននឹងតាមមកនៅពេលក្រោយប៉ុន្តែនេះមិនមែនមានន័យថាយើងលើកសរសើរអ្នកដទៃដើម្បីការតបស្នងនោះទេ
បើអ្នកចង់យកឈ្នះចិត្តមនុស្សអ្នកត្រូវរៀនលើកសរសើរទី5ត្រូវមានទឹកចិត្តឲ្យកិត្តិយសនិងមិនមើលងាយមើលថោកដល់ការគិតអ្នកដទៃបើយើងចង់ឲ្យអ្នកដទៃគិតស្របតាមយើងត្រូវបង្ហាញឲ្យគេឃើញមុនសិនថាយើងគោរពក្នុងការគិតរបស់គេហើយមិនថានឹងមានអ្វីកើតឡើងទេមិនត្រូវនិយាយជាដាច់ខាតថាការគិតរបស់អ្នកខុសហើយនេះជាវិធីដែលអ្នកនឹងអាចឈ្នះចិត្តអ្នកដទៃបានអ្នកត្រូវចងចាំថាបើនៅពេលណាមួយយើងភ្លាត់មកថាការគិតរបស់គេខុសហើយនោះស្មើនឹងយើងមិនអាចធ្វើឲ្យគេស្របតាមការគិតរបស់យើងបានឡើយព្រោះគេខឹងយើងដែលបដិសេធការគិតរបស់គេដូច្នេះគេមិនអាចគិតបណ្ដោយមកតាមការគិតរបស់យើងបាននោះឡើយស្រួលមិនស្រួលគេអាចស្អប់យើងនិងមិននិយាយរកយើងរហូតអស់មួយជីវិតក៏ថាបានដែរព្រោះគេគិតថាកាលដែលយើងនិយាយថាការគិតរបស់គេខុសនោះគឺជាការមើលងាយមើលថោកសតិបញ្ញានិងជាការបំផ្លាញនៅមោទនភាពដែលគេមានចំពោះជីវិតរបស់គេបើទោះជាយើងមិនបានតាំងចិត្តនិយាយក៏ដោយអាក្រក់ជាងនេះទៅទៀតរឹតតែធ្វើឲ្យគេបន្ថែមការប្រកាន់ក្នុងការគិតរបស់គេកាន់តែខ្លាំងឡើងដូច្នេះអ្នកនិងគេនឹងដើរក្នុងផ្លូវបញ្ច្រាស់គ្នាដោយទឹកនិងប្រេងមិនអាចចូលគ្នាបានឡើយជួនកាលដើម្បីជាការសងសឹកគេអាចនឹងមើលងាយការគិតរបស់យើងវិញហើយមិនថាយើងអត្ថាធិប្បាយដោយហេតុផលល្អយ៉ាងណាក៏គេគ្មានថ្ងៃនឹងស្ដាប់ព្រោះអ្នកធ្វើឲ្យគេឈឺចាប់ខ្លាំងដល់កទៅហើយបើអ្នកចង់ឈ្នះចិត្តមនុស្សដែលមានការគិតខុសពីយើងមានវិធីមួយគត់គឺកុំឲ្យគេដឹងពីការគិតរបស់យើងដែលមានចំពោះការគិតរបស់គេជាដាច់ខាតប៉ុន្តែយើងត្រូវទៅជិតស្និទ្ធបំផុតជាមួយគេបើមិនអញ្ចឹងទេគេអាចចាប់បានថាយើងមិនស្មោះត្រង់នឹងគេជាបណ្ដាយើងអាចអត្ថាធិប្បាយការគិតរបស់គេដោយមិនឲ្យគេដឹងខ្លួនថាយើងកំពុងតែបង្រៀនគេនោះទេមួយទៀតមុននឹងអ្នកអត្ថាធិប្បាយការគិតនិងហេតុផលរបស់អ្នកនោះអ្នកអាចនិយាយចេញដោយសុភាពជាមុនថារឿងដែលអ្នកនឹងអធិប្បាយបន្តទៀតនេះអាចនឹងមិនមែនជារឿងដែលត្រូវក៏បានការនិយាយដូចនេះជាការនិយាយការពារការជជែកផ្សេងហើយនេះអាចជាកម្លាំងជំរុញឲ្យគេព្រមទទួលស្គាល់ថាការគិតរបស់គេអាចខុសបានដូចគ្នាទី6ត្រូវមានវិធីតិទៀនយ៉ាងសុភាពទន់ភ្លន់មនុស្សយើងតែងតែគិតជានិច្ចថាខ្លួនឯងនេះមានភាពសំខាន់មិនអន់ជាងអ្នកដទៃឡើយយើងអាចសង្កេតបានថានៅពេលមាននរណាម្នាក់មកតិទៀនដោយពាក្យសម្ដីខ្លាំងរមែងកើតមានអារម្មណ៍មិនពេញចិត្តសំណួរសួរថាបើយើងធ្វើឲ្យគេខឹងខ្លាំងហើយតើយើងនឹងបានអ្វីពីគេជាពិសេសមនុស្សដែលនៅក្នុងការគ្រប់គ្រងរបស់យើងគួរតែប្រុងប្រយ័ត្នរឿងនេះឲ្យខ្លាំងព្រោះបើគេមានអារម្មណ៍មិនល្អដាក់យើងហើយលំបាកនឹងគ្រប់គ្រងគេបានដោយរលូនណាស់បើយើងចង់តិទៀនគេរឿងអ្វីម្យ៉ាងយើងអាចផ្ដើមដោយពាក្យសម្ដីស្រស់ស្រាយសុភាពរាបសារឬផ្ដើមនិយាយដល់ផ្នែកដែលល្អរបស់គេជាមុនសិនហើយចាំទះគេជាក្រោយដោយពាក្យតិទាប៉ុន្តែការឲ្យកម្លាំងចិត្តដល់អ្នកស្ដាប់ល្អជាងការតិទៀនទី7ត្រូវមានការទទួលខុសត្រូវខ្ពស់មានកតេល្អមួយពោលថាយើងមិនអាចទទួលបានប្រយោជន៍ពីការតស៊ូហួសព្រំដែនឡើយតែបើយើងព្រមបន្ធូរខ្លះយើងអាចនឹងបានប្រយោជន៍ច្រើនជាងអ្វីដែលយើងបានប្រាថ្នាទៅទៀតនេះជាកតេដ៏ល្អមួយសម្រាប់ប្រើក្នុងជីវិតយើងមនុស្សយើងពេលធ្វើខុសហើយព្រមទទួលកំហុសដោយត្រង់ទៅត្រង់មកនឹងញ៉ាំងឲ្យយើងបានធូរស្រាលនិងមានក្តីសប្បាយរីករាយក្នុងចិត្តហើយក្តីរីករាយនេះដែលនាំទៅរកភាពជោគជ័យបានយ៉ាងងាយទី8ត្រូវចេះយកចិត្តយកថ្លើមអ្នកដទៃបើយើងចេះយកអារម្មណ៍អ្នកដទៃមកដាក់ក្នុងអារម្មណ៍របស់យើងនឹងទទួលបានមិត្តជាច្រើនជាងសត្រូវយ៉ាងពិតប្រាកដព្រោះប្រហែលជាមិនមាននរណាចូលចិត្តប៉ុន្មានទេបើមាននរណាម្នាក់មកនិយាយឬមើលយើងក្នុងផ្លូវអាក្រក់នោះ
ទោះបីយើងជាមនុស្សបែបណាក៏ដោយដូច្នេះការយកចិត្តយកថ្លើមគ្នាអាចសាងមនោសញ្ចេតនាចំពោះគ្នានឹងគ្នាបានយ៉ាងពិតប្រាកដហើយបើអ្នកមើលគេដោយយកចិត្តយកថ្លើមគេមិនត្រឹមតែអរគុណអ្នកប៉ុណ្ណោះទេតែអ្នកនៅអាចអូសទាញគេឲ្យស្របតាមការគិតរបស់អ្នកយ៉ាងស្រួលបំផុតវិធីនៃការអូសទាញមនុស្សអ្នកចាំបាច់ត្រូវវឹកហាត់គន្លឹះនេះបើអ្នកមិនយល់ពីគេទេហាមទៅអូសទាញគេប្រយ័ត្នទឹកភ្នែកទី9ត្រូវសម្ដែងការចាប់អារម្មណ៍ចំពោះអ្នកដទៃបើសិនយើងចង់ឲ្យអ្នកដទៃងាកមកចាប់អារម្មណ៍ចំពោះយើងត្រូវតែចាប់អារម្មណ៍ទៅលើអ្នកដទៃជាមុនសិនព្រោះការចេះចាប់អារម្មណ៍ចំពោះអ្នកដទៃនោះនឹងមានមនុស្សមកស្រឡាញ់ចូលចិត្តអ្នកច្រើនឡើងប៉ុន្តែសូមបញ្ជាក់ថាការចាប់អារម្មណ៍ត្រូវកើតឡើងដោយចិត្តស្មោះពិតប៉ុណ្ណោះមនុស្សដែលមិនចេះចាប់អារម្មណ៍ចំពោះអ្នកដទៃស្មើនឹងគេបានធ្វើរបងបិទមិត្តភាពទៅហើយបើដូច្នោះកុំសង្ឃឹមថានឹងបានធ្វើមិត្តជាមួយនឹងអ្នកដទៃឲ្យសោះជាលទ្ធផលរឿងរ៉ាវដែលលំបាកក៏កើតឡើងចំពោះជីវិតអ្នកព្រោះថាក្នុងពិភពលោកយើងនេះការរស់នៅឯកាមិនបានធ្វើឲ្យមនុស្សយើងមានសេចក្តីសុខឡើយបើសិនអ្នកចង់មានមិត្តឬចង់ឲ្យមានមនុស្សមកស្រឡាញ់និងចូលចិត្តអ្នកនោះអ្នកគួររៀនចាប់អារម្មណ៍លើអ្នកដទៃដោយសុទ្ធចិត្តជាមុនសិនការចាប់អារម្មណ៍នេះអាចសម្ដែងចេញបានជាច្រើនផ្លូវដូចជាតាមរយៈពាក្យសាកសួរជាដើមឧទាហរណ៍បើថ្ងៃណាមួយមិត្តរួមការងាររបស់អ្នកមិនសប្បាយចិត្តអ្នកគួររាក់ទាក់សួរថាហេតុអ្វីមើលទៅស្រងោកស្រងាត់ម្ល៉េះតើត្រូវការឲ្យជួយនាំទៅមន្ទីរពេទ្យដែរឬទេឬសាកសួរថាមិនដេចស្គរម្ល៉េះរឿងតិចតួចទាំងនេះគឺជាការបង្ហាញចេញដល់ការចាប់អារម្មណ៍បានឯអ្នកដែលត្រូវអ្នកចាប់អារម្មណ៍នោះនឹងមើលអ្នកដោយអារម្មណ៍ថាអ្នកជាមនុស្សដ៏សែនល្អនេះបង្ហាញថាអ្នកឈ្នះចិត្តគេបានហើយទី10ត្រូវចាំឈ្មោះមនុស្សឲ្យស្ទាត់ជំនាញឈ្មោះរបស់មនុស្សម្នាក់រមែងមានភាពសំខាន់ចំពោះខ្លួនគេច្រើនជាងឈ្មោះនានាក្នុងโลกនេះក៏ថាបានដូច្នេះពេលយើងចង់បានមិត្តភាពការចាំឈ្មោះមនុស្សដែលយើងស្គាល់រមែងតែកើតផលល្អដល់យើងមិនថាជាសង្គមនៃការលក់ដូរឬសង្គមនយោបាយទេបើអ្នកនយោបាយរូបណាអាចចាំឈ្មោះអ្នកបោះឆ្នោតបានច្រើនប៉ុណ្ណាការសង្ឃឹមក្នុងការជាប់ឆ្នោតរមែងមានប៉ុណ្ណោះដែរបើអ្នកជាអ្នកលក់ដូរវិញការចាំឈ្មោះអ្នកទិញបានច្រើនប៉ុណ្ណាការលក់របស់អ្នកនឹងលក់ដាច់បានច្រើនប៉ុណ្ណោះដូចគ្នាដែរការស្រាវជ្រាវបានបង្ហាញថាមនុស្សដែលមានអ្នកស្រឡាញ់ចូលចិត្តច្រើនភាគច្រើនជាមនុស្សដែលចាំឈ្មោះបុគ្គលដទៃបានយ៉ាងស្ទាត់មិនតាក់ទងនឹងរយៈពេលក្នុងការសែនគប់ទេព្រោះថាឈ្មោះរបស់មនុស្សយើងនេះវាសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ពេលយើងហៅឈ្មោះគេចំច្បាស់គេរមែងកើតអារម្មណ៍សប្បាយរីករាយនិងញ៉ាំងឲ្យគេមានអារម្មណ៍ថាគេជាមនុស្សសំខាន់ចំពោះយើងរឿងនេះនឹងធ្វើឲ្យគេកើតអារម្មណ៍ស្រឡាញ់ចូលចិត្តចំពោះយើងហើយជាការពិតគេក៏នឹងចងចាំឈ្មោះរបស់យើងវិញដូចគ្នាដែរទី11ត្រូវគិតឲ្យល្អមុននឹងនាំទៅចែកនិងបង្ហាញមុននឹងអាចលក់ការគិតរបស់យើងឲ្យអ្នកដទៃបាននោះត្រូវចាំថាការគិតនោះត្រូវតែមានភាពពេញលេញព្រោះការគិតដែលមិនមានភាពពេញលេញនឹងធ្វើឲ្យកើតផលអត់ល្អចំពោះយើងឬធ្វើឲ្យអ្នកដទៃបាត់បង់ភាពជឿជាក់ចំពោះយើងបើអញ្ចឹងតើយើងយករឿងណាទៅអូសទាញគេបានដូច្នេះបើគិតនឹងលក់ការគិតឲ្យអ្នកដទៃអ្នកត្រូវមានផែនការនិងគិតឲ្យល្អិតល្អន់ក្រោយមកចាំនាំមកបង្ហាញឬចែកចាយសូមអះអាងថាអ្នកនឹងអាចទាញឲ្យគេជឿអ្នកបានទី12ត្រូវមានចម្លើយមុននឹងលើកជាសំណួរទៅកាន់អ្នកដទៃការលើកសំណួរទៅកាន់នរណាម្នាក់យើងគួរបញ្យល់សំណួរដោយចម្លើយដែលយើងមានក្នុងចិត្តឲ្យហើយព្រោះការសួរសំណួរដោយមិនដឹងហេតុផលនោះច្រើនតែធ្វើឲ្យអ្នកស្ដាប់មិនយល់ដែលនេះនឹងធ្វើឲ្យគេយល់ខុសចំពោះយើងបានហើយការមានអារម្មណ៍មិនល្អក៏តាមមកដូចជាអារម្មណ៍រំខានជាដើមព្រោះគេមិនយល់ថាយើងសួរព្រោះហេតុផលអ្វីទេទី13
ត្រូវគ្រប់គ្រងអារម្មណ៍ឲ្យបានល្អនៅពេលអ្នកនិយាយពីការគិតរបស់ខ្លួនទៅកាន់អ្នកដទៃនោះវាអាចធ្វើឲ្យអ្នកកើតមានអារម្មណ៍តានតឹងបានបើអ្នកមិនស្គាល់ពីការឃុំគ្រើងអារម្មណ៍នោះទេអ្វីដែលសំខាន់នោះគឺអ្នកមិនអាចអូសទាញឲ្យភាគីម្ខាងទៀតចាប់អារម្មណ៍ចំពោះការគិតរបស់អ្នកបាននេះមានន័យថាអ្នកកំពុងតែធ្វើឲ្យការងាររបស់អ្នករលំរលាយហើយបើអ្នកឃុំគ្រើងអារម្មណ៍បានហើយអ្នកអាចនិយាយយ៉ាងមានហេតុផលដូច្នេះអ្នកមិនអាចអូសទាញដៃគូរបស់អ្នកបានយ៉ាងងាយបំផុតផងដែរទី14ត្រូវមានភាពស្មោះត្រង់និងមានសច្ចភាពការកុហកជារឿងមិនគួរប្រថុយឡើយព្រោះថាបើត្រូវគេចាប់បានយើងនឹងបាត់បង់ការជឿជាក់ឬ credit ពីមនុស្សនៅជុំវិញវាជារឿងដែលមិនសមនឹងធ្វើឡើយព្រោះការស្រែកហៅការជឿជាក់ឬ credit ឲ្យត្រឡប់មកដូចដើមវិញនោះជារឿងដែលលំបាកជាងអ្វីទាំងអស់តែបើមានការព្យាយាមក៏អាចសម្រេចបានសូមចាំថាព័ត៌មានណាក៏ដោយដែលអ្នកនិយាយទៅកាន់អ្នកដទៃនោះត្រូវមានភស្តុតាងច្បាស់លាស់ដើម្បីបញ្ជាក់សម្ដីនោះទី15ត្រូវមានចំណុចសំខាន់ក្នុងការនិយាយបើអ្នកគិតលក់ការគិតរបស់ខ្លួនឲ្យទៅអ្នកដទៃនោះអ្នកគួរតែសារប់ការគិតរបស់ខ្លួនឲ្យជាក់ច្បាស់ជាងមុនសិនចាំចូលទៅនិយាយឲ្យត្រូវចំចំណុចតែម្ដងចូលកុំនិយាយបងអូសវែងរហូតស្ដាប់ទៅសាំញ៉ាំមិនដឹងថាតើចំណុចឬគោលសំខាន់ដែលអ្នកចង់និយាយនៅទីណាបើដូច្នេះអ្នកស្ដាប់នឹងអង្គុយយ៉ាងស្ងៀមស្ងាត់ស្ដាប់អ្នកយ៉ាងធុញទ្រាន់ឯរឿងដែលអ្នកត្រូវការពិតប្រាកដនឹងអណ្ដែតទៅកាន់តែឆ្ងាយបើសិនអ្នកនិយាយចំចំណុចដែលអ្នកស្ដាប់ចង់បានអ្នកស្ដាប់នឹងតាំងចិត្តស្ដាប់អ្នកច្រើនឡើងបើដូច្នេះអ្នកក៏អាចលក់ការគិតឲ្យគេបានដែរការលក់ការគិតឲ្យអ្នកដទៃមិនមែនជារឿងលំបាកទេបើអ្នកនិយាយឲ្យត្រូវចំណុចទី16ត្រូវជៀសវាងការធ្វើឲ្យក្រុមមួយទៀតខ្មាស់អៀនពេលអ្នកកំពុងនិយាយផ្លាស់ប្ដូរយោបល់ជាមួយនរណាម្នាក់បើអ្នកដឹងថាការគិតរបស់គេខុសសូមកុំប្រើហេតុផលនិងកុំធ្វើឲ្យគេទាល់ច្រកដាច់ខាតយើងគ្រាន់តែបណ្ដោយឲ្យគេទៅសន្សឹមបន្ទាប់មកនិយាយប្រាប់គេត្រង់ថាសាកគិតចំណុចនោះសារឡើងវិញមើលតើវាត្រូវឬខុសទីបំផុតគេនឹងព្រមទទួលយកដោយស្វ័យប្រវត្តិទី17ត្រូវមានឯកសារគ្រប់គ្រាន់ដើម្បីឲ្យអ្នកដទៃជឿជាក់ការនិយាយដោយលើកតែហេតុផលមនុស្សទាំងឡាយនឹងមិនមានថ្ងៃព្រមទទួលការគិតយើងជាដាច់ខាតបើសិនការគិតរបស់យើងមិនមានមូលដ្ឋានបញ្ជាក់ឲ្យច្បាស់លាស់នោះទេដូច្នេះយើងត្រូវកំចាត់អារម្មណ៍ត្រង់នេះរបស់គេឲ្យអស់ដោយការរកភស្តុតាងឬឯកសារច្បាស់លាស់ដែលល្មមអាចឲ្យគេមិនអាចប្រកែកនឹងយើងបានហើយភស្តុតាងឬឯកសារផ្សេងដែលយើងមាននោះត្រូវតែធ្វើឲ្យគេជឿជាក់មកលើយើងបានអ្នកដឹងទេការជឿជាក់របស់គេលើយើងនេះដែលធ្វើឲ្យគេព្រមទទួលការគិតរបស់យើងបានយ៉ាងងាយទី18ត្រូវចេះលើកទឹកចិត្តឲ្យមនុស្សចង់ចេះចង់ដឹងយើងជាអ្នកនិយាយនិងជាអ្នកបញ្ចេញការគិតប៉ុន្តែអ្នកដទៃត្រូវលះបង់ពេលវេលាកម្លាំងកាយចិត្តការងារនិងខួរក្បាលដើម្បីមកស្ដាប់ការគិតរបស់យើងដូច្នេះរឿងដែលយើងត្រូវពិចារណាឲ្យល្អគឺថាតើយើងត្រូវធ្វើឲ្យគេកើតកម្លាំងជំរុញដោយរបៀបណានិងបានប៉ុណ្ណាយើងត្រូវដកស្រង់ការគិតរបស់យើងបញ្ចូលទៅកាន់ការគិតរបស់គេឲ្យបានច្បាស់លាស់និងធ្វើឲ្យគេមានអារម្មណ៍ថាមានតម្លៃពិតៗក្នុងការស្ដាប់ក្នុងគ្រានោះទី19ត្រូវនិយាយមិនឲ្យឃ្លាតចាកគោលដៅអ្នកប្រហែលជាធ្លាប់ជួបបញ្ហាថានិយាយគ្នាសុកតែស្ដាប់ទៅស្ដាប់មកហេតុអ្វីយើងនិយាយគ្នាម្នាក់មួយរឿងនោះព្រោះថាម្នាក់ប្រញាប់បោះចោលទិន្នន័យរបស់ភាគីម្ខាងទៀតលឿនពេកបើសិនចង់និយាយឲ្យត្រូវរឿងគ្នាអ្នកគប្បីនិយាយប្រទាក់គ្នាឲ្យបានអ្នកអាចធ្វើបានដោយការនិយាយរំលឹកដល់ភាគីម្ខាងទៀតតែការនិយាយរំលឹកនោះត្រូវធ្វើឲ្យការប្រុងប្រយ័ត្នព្រោះអាចធ្វើឲ្យកើតការរំខានឡើងក៏ថាបានក្រៅពីការនិយាយរំលឹកនៅមានវិធីមួយទៀតគឺការប្រើសំណួរដើម្បីត្រួតពិនិត្យ
ការយល់របស់គេក្នុងករណីដែលគេនិយាយមិនចំគោលដៅហើយត្រូវប្រើសំណួរមានចម្លើយដូចជានិយាយថាយើងដូចជានិយាយរឿងនេះទេមែនទេបន្ទាប់មកត្រូវប្រញាប់អត្ថាធិប្បាយការយល់ឃើញរបស់យើងឲ្យបានច្បាស់លាស់ក្រោយមកបោះសំណួរទៅគេភ្លាមថាតើអ្នកយល់រឿងដែលខ្ញុំនិយាយដែរឬទេទី20ត្រូវចេះនិយាយឲ្យគេហ៊ានប្រថុយនៅពេលអ្នកនិយាយពីការគិតឬលក់ការគិតរបស់អ្នកជាមួយនរណាម្នាក់គេនឹងគិតក្នុងចិត្តថាតើគេនឹងបានឬបងក្នុងការទិញការគិតពីយើងនោះដូច្នេះអ្នកគប្បីនិយាយយ៉ាងណាឲ្យគេមើលឃើញការប្រថុយយ៉ាងត្រឹមត្រូវមួយដោយនិយាយឲ្យគេនឹកដល់ការបាត់បង់ឱកាសគ្រប់យ៉ាងដែលកើតមកពីការមិនហ៊ានប្រថុយរបស់គេវិធីធ្វើឲ្យគេហ៊ានប្រថុយទទួលយកការគិតល្អៗពីយើងនោះគឺឲ្យគេពិចារណាទៅលើគោលការណ៍និងទិន្នន័យដែលយើងនិយាយទៅកាន់គេការធ្វើដូច្នេះវានឹងធ្វើឲ្យការភ័យខ្លាចដែលដក់នៅក្នុងអារម្មណ៍របស់គេលុបបាត់ជាបណ្ដើរដោយដាក់ជំនួសមកវិញនៅអារម្មណ៍ដែលឃើញតែប្រយោជន៍ប៉ុណ្ណោះបើដូច្នេះសេចក្តីក្លាហានរបស់គេនឹងផុសអណ្ដែតឡើងទី21ត្រូវនិយាយឲ្យខ្លីខ្លឹមងាយយល់មនុស្សយើងគ្រប់គ្នាពេលនិយាយនឹងលើសពីការគិតរបស់ខ្លួនឯងតែនិយាយលឿនប្រញាប់ប្រញាល់និងវែងឆ្ងាយគួរឲ្យធុញពាក្យខ្មែររបស់យើងពោលថាអន្ទង់វែងឆ្នាំងវែងហាក់បីដូចជាខ្លាចថាមាននរណាមកបដិសេធការគិតរបស់ខ្លួនឬខ្លាចគេមកដណ្ដើមការនិយាយអញ្ចឹងការនិយាយចប់របៀបហ្នឹងវាហាក់បីដូចជាការសម្លាប់ខ្លួនឯងពិតៗព្រោះទិន្នន័យដែលអ្នកចែកឲ្យគេយ៉ាងប្រញាប់ពេកនិងលើសចំនួននោះអាចនឹងធ្វើឲ្យគេធុញទ្រាន់និងស្ដាប់យើងនិយាយហើយគេនឹងបដិសេធការគិតរបស់យើងមួយរំពេចក៏ថាបានដូច្នេះការនិយាយពីការគិតដែលបានផលនោះគួរចាប់ផ្ដើមដោយប្រយោគខ្លីខ្លឹមមានន័យគ្រប់គ្រាន់និងចំពោះតែរឿងណាដែលគេត្រូវការបានហើយនេះគឺជាការនិយាយដ៏ឆ្លាតជាងព្រោះវានឹងធ្វើឲ្យអ្នកស្ដាប់កើតកម្លាំងជំរុញវាក៏ស្មើនឹងថាយើងធ្វើឲ្យគេចាប់អារម្មណ៍ក្នុងការគិតរបស់យើងបានដោយរលូនផងដែរទី22ត្រូវក្លាហានក្នុងការសួរសំណួរមនុស្សខ្លះមិនចូលចិត្តសួរសំណួរអ្នកដទៃប៉ុន្មានទេព្រោះមានអារម្មណ៍ក្រែងក្នុងចិត្តថាការសួរសំណួរដូចជាការស្រែកហៅអ្វីម្យ៉ាងពីអ្នកដទៃទើបធ្វើឲ្យគេមានអារម្មណ៍រារែកក្នុងចិត្តនិងមិនហ៊ានសួរដោយគេមិនដឹងឡើយថាការសួរគឺជាការបង់គ្រឿងដ៏ល្អបំផុតដើម្បីលក់ការគិតឲ្យនរណាម្នាក់សូមលះបង់នៅភាពអសកម្មក្នុងចិត្តរបស់អ្នកឲ្យអស់ហើយគិតដល់សំណួរឲ្យបានល្អិតល្អន់ដែលមានក្នុងចិត្តរបស់អ្នកព្រោះថាសំណួរជារឿងចាំបាច់បំផុតដើម្បីលក់ការគិតឲ្យមានប្រសិទ្ធភាពមិនត្រឹមតែប៉ុណ្ណោះសំណួរអាចធ្វើឲ្យភាគីម្ខាងទៀតកើតការយល់ដឹងបន្ថែមបានព្រោះធ្វើឲ្យគេមើលឃើញកាន់តែច្បាស់ក្នុងរឿងផ្សេងៗដែលគេមិនដែលបានគិតមកពីមុនហើយការដែលធ្វើឲ្យភាគីម្ខាងទៀតមានការយល់ដឹងយ៉ាងជ្រាលជ្រៅនេះជារឿងចាំបាច់ខ្លាំងណាស់ក្នុងការអូសទាញគេសរុបមកការសួរសំណួរនឹងជួយឲ្យភាគីម្ខាងទៀតមើលឃើញស្ថានភាពបានគ្រប់ជ្រុងនិងគេព្រមទទួលនៅការគិតរបស់យើងហើយថែមទាំងធ្វើឲ្យគេសប្បាយចិត្តនិយាយជាមួយយើងទៀតផងទី23ប្រើសំណួរប្រម៉ូទិន្នន័យសំណួរក៏ដូចជារឿងដទៃដែរអ្នកអាចយកវាមកធ្វើជាគ្រឿងអូសទាញចិត្តអ្នកដទៃបាននិងអាចប្រើសំណួរដើម្បីរកទិន្នន័យដែលអ្នកចង់បានផងដែរអ្នកអាចប្រើជាសំណួរបើកចំហដើម្បីទទួលបានទិន្នន័យដ៏ធំទូលាយនិងប្រើសំណួរឆេះដើម្បីប្រមូលយកនៅទិន្នន័យជាចំណុចតាមដែលអ្នកត្រូវការសំណួរខ្លះអាចបង្ហាញឬឆ្លោះបញ្ចាំងពីការគិតរបស់គេបានពិតប្រាកដដូច្នេះសូមចាប់ចង្វាក់នោះហើយទាញគេឲ្យបណ្ដោយមកតាមការគិតរបស់អ្នកឲ្យខានតែបានទី24ត្រូវចេះរងាប់អារម្មណ៍ពេលឆ្លោះប្រកែកគ្នាក្នុងខណៈពេលដែលជជែកវិញ្ញាណរកហេតុរកផលជាមួយភាគីម្ខាងទៀតពេលខ្លះយើងអាចមិនហ៊ានសួរសំណួរដើម្បីរកហេតុផលទេព្រោះខ្លាចថានេះនឹងសាងការមិនសប្បាយចិត្តដល់ភាគីម្ខាងទៀត
តែដឹងឬអត់ថាការធ្វើយ៉ាងនេះគឺជាការធ្វើឲ្យគួរឲ្យសោកស្ដាយបំផុតព្រោះការសួរជាវិធីនាំឲ្យសម្រេចក្នុងការអូសទាញចិត្តភាគីមួយទៀតបានយ៉ាងមានប្រសិទ្ធភាពហើយនាំមកនៅទិន្នន័យដ៏ល្អដល់យើងផងដែរវិធីសួរសំណួររាវរកហេតុផលដោយមិនមានការឆ្លោះប្រកែកគ្នាគឺពេលយើងសួរក្រុមមួយទៀតថាតើហេតុអ្វីទើបអ្នកគិតថាគំនិតឬហេតុផលរបស់អ្នកល្អជាងខ្ញុំឬសំណួរនោះភ្លាមគេអាចប្រកែកនឹងយើងដោយអារម្មណ៍មិនពេញចិត្តតែយើងគួររងាប់អារម្មណ៍ឲ្យត្រជាក់និងស្ដាប់គេដោយប្រុងប្រយ័ត្នតែប៉ុណ្ណឹងគេនឹងមានអារម្មណ៍ថាមិនគួរប្រើអារម្មណ៍ដាក់យើងទេហើយគេនឹងស្ដាប់ទានិកានៃការគិតរបស់យើងដោយសម្រួលឬគេអាចនឹងនិយាយដល់ហេតុផលឬចំណុចប្រកែករបស់គេយ៉ាងចិត្តត្រជាក់ដូចគ្នាទី25ត្រូវមានសេចក្តីល្អស្មើចង់ស្មើដើមអាចកំបាំងនាំឲ្យយើងយកឈ្នះចិត្តនរណាម្នាក់បាននោះអ្នកមិនត្រូវជាមនុស្សប្រែប្រួលអារម្មណ៍ញឹកញាប់ពេកទេដូចជាការធ្វើខ្លួនញញឹមញញែមស្រស់ស្រាយបានតែមួយសប្តាហ៍ក្រោយមកក៏คล้ายជាមនុស្សស្រងោកស្រងាត់ឬប្រងើយកន្តើយសោះក៏ក្រោះទៅវិញការធ្វើខ្លួនបែបនេះអ្នកនៅជុំវិញខ្លួនប្រកាសជាមានការធុញទ្រាន់ហើយបើពេលណាអ្នកចង់អូសទាញគេមិនងាយនឹងមកតាមយើងព្រោះគេគិតឃើញភ្លាមថាអ្នកអាចនឹងប្រាថ្នាអ្វីមួយយ៉ាងពីគេទី26កុំគិតតែខ្លួនឯងដោយមិនមានហេតុផលនោះនៅពេលមានហេតុការណ៍អ្វីមួយកើតឡើងមនុស្សយើងនឹងផ្ដើមសួរសំណួរក្នុងចិត្តខ្លួនឯងដោយស្វ័យប្រវត្តិភ្លាមថាតើខ្ញុំត្រូវគិតយ៉ាងម៉េចទៅហើយច្រើនដៅទៅក្នុងទិសដៅដែលខ្លួនគិតស្រមៃជំនួសឲ្យការព្រមទទួលយកការពិតថាតើរឿងដែលកើតឡើងនោះមានដើមហេតុដែលជាការពិតយ៉ាងណានោះឡើយការគិតយ៉ាងនេះនឹងនាំឲ្យខ្លួនឯងជ្រួលច្របល់ហើយអាចនឹងធ្វើរឿងខុសឆ្គងណាមួយឧទាហរណ៍ដូចជាស្ត្រីម្នាក់យកចិញ្ចៀនទុកក្នុងថតតុជាប្រចាំថ្ងៃមួយនាងគិតយកវាមកប្រើតែមិនឃើញរឿងដំបូងដែលនាងគិតគឺមានមនុស្សលួចចិញ្ចៀនខ្ញុំទៅណាបាត់ហើយនាងសរុបហេតុការណ៍មួយដោយគិតតែខ្លួនឯងតាមពិតនាងអាចភ្លេចឬទុកច្រឡំកន្លែងណាមួយសោះព្រោះហេតុដូច្នេះចូលកុំធ្វើខ្លួនជាមនុស្សគ្មានហេតុផលបើចង់ឲ្យមនុស្សជុំវិញខ្លួនមើលមកកាន់អ្នកថាអ្នកជាមនុស្សគួរឲ្យសែបគប់គួរឲ្យស្រឡាញ់និងគួរឲ្យចាប់អារម្មណ៍ទី27ហេតុផលជួយការពារមិនឲ្យសម្រេចចិត្តខុសបានការសម្រេចចិត្តខុសច្រើនកើតឡើងមកពីការដែលយើងចូលចិត្តសម្រេចចិត្តបែបស្មានសើលំក្នុងរឿងផ្សេងនិយាយរួមគឺតាមការនឹកគិតរបស់ខ្លួនឯងនិងគ្មានហេតុផលដើម្បីការពារមិនឲ្យយើងគិតស្រមៃអ្វីតាមតែចិត្តរបស់ខ្លួនឬគិតបែបស្មាននោះគឺត្រូវប្រើហេតុផលរឿងផ្សេងដែលបានកើតឡើងលើលោកនេះសុទ្ធតែប្រព្រឹត្តទៅតាមហេតុនិងផលប៉ុន្តែវាជារឿងគួរឲ្យសោកស្ដាយដែលពេលខ្លះខ្លួនយើងបែរជាលះបង់ហេតុផលទាំងដែលយើងដឹងថាការដែលគ្មានហេតុផលនឹងនាំឲ្យយើងទៅដល់ភាពរលំរលាយក៏ដោយចោះអ្នកណាក៏ចង់យកឈ្នះគ្រប់រឿងដែរជាពិសេសវិធីយកឈ្នះចិត្តមនុស្សការប្រើហេតុផលនឹងនាំទៅដល់ចំណុចនោះបានហើយការប្រើហេតុផលនឹងធ្វើឲ្យគេអាចការពារមិនឲ្យសម្រេចចិត្តខុសបានផងដែរទី28ត្រូវប្រកាន់ចិត្តសម្រស់សម្រួលបទពិសោធន៍ល្អដែលយើងបានទទួលកន្លងមកវាពិតជាជួយយើងច្រើនណាស់ទន្ទឹមនឹងនោះដែរបទពិសោធន៍អាក្រក់ក៏ជួយយើងមិនតិចដែរបើអ្នកចេះឃុំគ្រងអារម្មណ៍ខ្លួនឯងក្នុងរឿងដែលខ្លួនកំពុងធ្វើឬកំពុងនិយាយនោះអាចនឹងមានឱកាសជោគជ័យព្រោះថាមនុស្សយើងតែងមានគំនិតតស៊ូដើម្បីគំនិតរបស់ខ្លួនឯងជានិច្ចបើទោះបីគំនិតខ្លួនឯងមិនសូវជាល្អក៏ដោយចោះដូច្នេះអ្នកត្រូវរៀនប្រកាន់ចិត្តសម្រស់សម្រួលដោយភាពឆ្លាតវៃរឿងមួយទៀតដែលអ្នកត្រូវតែប្រយ័ត្នផងដែរនោះគឺគេនឹងលើកយកឧទាហរណ៍ជាច្រើនមកគ្របដណ្ដប់យើងដើម្បីឲ្យយើងទទួលយកនៅការណែនាំពីគេហើយអាចនឹងតតាំងដោយប្រើសេចក្តីក្រោធនិងលើកហេតុផលលំអៀងមកកាន់ខាងគេទៀតផងប្រការនេះវិធីសាស្ត្រដកថយគឺមានប្រយោជន៍ណាស់ជាងនេះទៅទៀត
ការនិយាយដោយប្រើវិធីយកចិត្តយកថ្លើមដោយសុវត្ថិភាពក៏អាចធ្វើឲ្យការអូសទាញចិត្តគេបានសម្រេចយ៉ាងងាយស្រួលផងដែរប៉ុន្តែបើយើងបដិសេធពាក្យណែនាំរបស់គេក៏ត្រូវធ្វើយ៉ាងសុភាពរាបសារហើយកុំភ្លេចប្រាប់ហេតុផលគេថាអ្នកធ្វើតាមការណែនាំនោះមិនបានព្រោះអ្វីហើយចូលសម្ដែងការយកចិត្តទុកដាក់គ្រប់ចង្វាក់ខណៈដែលយើងស្ដាប់គេនោះនេះនឹងធ្វើឲ្យគេគិតថាគេជាមនុស្សសំខាន់ម្នាក់ពេលនោះគេនឹងរីករាយសហការជាមួយយើងអស់ពីសមត្ថភាពរបស់គេទី29ត្រូវមានចិត្តជួយអ្នកដែលរលំរលាយមនុស្សមានកម្លាំងចិត្តខ្លាំងប៉ុណ្ណាក៏ដោយអាចនឹងឈប់ធ្វើការភ្លាមបើសិនគេជួបនឹងបញ្ហាដែលធ្វើឲ្យគេបាក់កម្លាំងចិត្តដូច្នេះមនុស្សយើងទាំងខ្លាំងទាំងខ្សោយគឺត្រូវការកម្លាំងចិត្តតើកម្លាំងចិត្តបានមកពីណាកម្លាំងចិត្តបានមកពីមនុស្សឬស្ថានភាពជុំវិញយើងដូច្នេះការសង្គ្រោះដោយការដោះស្រាយផ្លូវចិត្តដែលអស់សង្ឃឹមឬការរាថយរបស់គេនឹងធ្វើឲ្យគេចាំនៅអំពើល្អរបស់យើងមិនភ្លេចជំនួយប្រភេទនេះនឹងឆ្លាក់ជាប់ក្នុងបេះដូងរបស់គេហើយផលល្អនោះនឹងធ្លាក់មកដល់យើងវិញយ៉ាងកប់ចិត្តបើសិនជាគេមានកម្លាំងចិត្តទៅធ្វើការងារបានល្អដូចដើមវិញនិងចុងក្រោយទី30មានកលវិធីប្រសើរជាងការបង្ខំចិត្តអ្នកដទៃការបបួលឬការណែនាំវារមែងល្អជាងការទៅបង្ខំអូសទាញនរណាម្នាក់ព្រោះមិនមាននរណាម្នាក់ចូលចិត្តការបង្ខិតបង្ខំនោះទេជាពិសេសលោកឪពុកអ្នកម្ដាយឬគ្រូអាចារ្យសូមចាំត្រង់នេះផងព្រោះការបង្ខំក្មេងដើម្បីគ្រប់គ្រងដូចគ្នានឹងការជំរុញឲ្យគេក្រឡេកទៅរកផ្លូវផ្សេងៗដែលជាផ្លូវអាក្រក់ក៏អាចថាបានក្នុងនោះដែរលោកប្រធានការងារទាំងឡាយសូមចាំថាការអូសទាញដោយវិធីបបួលឬការដឹកនាំបានផលល្អបំផុតសម្រាប់ក្រុមទាំងសងខាងហើយគេនឹងធ្វើតាមពាក្យណែនាំរបស់លោកយ៉ាងពេញចិត្តពេញថ្លើម